ជំរាបសួរសិស្សានុសិស្សទាំងគ្នាណាជាពិសេសសិស្សានុសិស្សថ្នាក់ទី9អញ្ចឹងយើងមកធ្វើលំហាត់ចំពោះលំហាត់មេរៀនទី2សមាមាត្រយើងកែដល់លំហាត់លេខ6គេថាសុខសន្សំបានប្រាក់$60ដែលត្រូវជា80%នៃតម្លៃម៉ាស៊ីនថតរូបគេសួរថាតើម៉ាស៊ីននោះថ្លៃប៉ុន្មានអញ្ចឹងគេចង់ឲ្យយើងរកថ្លៃម៉ាស៊ីនបាទអញ្ចឹងមុននឹងធ្វើលំហាត់យើងអានវិធានម្ដងពីរដងដើម្បីឲ្យយើងយល់កាន់តែច្បាស់អញ្ចឹងគេដាក់មកឲ្យចម្លើយបាទចម្លើយយើងគេសួរយើងរកអីយើងកែនេះហ្នឹងអញ្ចឹងគេដាក់មកយើងថាកណនីតម្លៃម៉ាស៊ីនថតរូបបាទគេដាក់មកគេសួរតើម៉ាស៊ីននោះថ្លៃប៉ុន្មានអញ្ចឹងដាក់មកកណនីតម្លៃម៉ាស៊ីនម៉ាស៊ីនថតរូបបាទថតរូបអញ្ចឹងមុននឹងយើងធ្វើយើងមើលបំរាប់វាសិនតើបំរាប់វាគេប្រាប់វាខ្លះណាយើងដាក់មកបំរាប់គឺជាអ្វីដែលគេប្រាប់យើងណាគេប្រាប់ថាម៉េចគេថាសុខសន្សំបានប្រាក់បាទយើងដាក់នេះសុខសន្សំបានប្រាក់បាទសុខសន្សំបានប្រាក់$60$60ដែលទៅជាបាទយើងបាទដែលត្រូវជា80%នៃអីនៃតម្លៃម៉ាស៊ីនថតរូបបាទនៃតម្លៃម៉ាស៊ីនថតរូបបាទអញ្ចឹងយកយើងរកតម្លៃម៉ាស៊ីនថតរូបអញ្ចឹងយើងតាំងមកបាទយើងតាំងnជាតម្លៃម៉ាស៊ីនថតរូបបាទអញ្ចឹងតាមសម្រាប់គេថាអីគេបានអីគេអញ្ចឹងតាមសម្រាប់គេបានបាទគេបានអីយើងមើលគេប្រាប់ថា$60$60គេថាត្រូវជាបាទនេះដែលត្រូវជានេះគេថាដែលត្រូវជាមានស្មើបាទអញ្ចឹងវាត្រូវស្មើហ្នឹងបាទ80%បាទ80%ហើយមានប្រាប់ពាក្យគេមានពាក្យគេនៃបាទនៃណាគុណអញ្ចឹងគុណហ្នឹងតម្លៃម៉ាស៊ីនអញ្ចឹងគុណហ្នឹង x បាទគុណហ្នឹង x ឥឡូវយើងធ្វើការដោះស្រាយរក x បានណាអញ្ចឹងយើងមើលជាបាន60ស្មើនឹង80%គឺវាស្មើនឹងយើងសេជំភាគគឺ 0.8 ឬក៏ 0.8 អញ្ចឹង 0.8 គុណ x យើង0បន្តបាទនេះដាក់ x ណាដាក់ n ណាគេខ្ញុំតាំង n ខ្ញុំដាក់ x វិញវាជីកប្រចាំអញ្ចឹងយើងដាក់ n បាទអញ្ចឹងនេះ 0.8n អញ្ចឹងយើងចង់បាន n នេះយើងបាន n យើងយក60មកចែកឲ្យ 0.8 មកគឺយើងឃើញហើយណាចែកទៅយើងឃើញ75បាទ75អីហ្នឹង$75អញ្ចឹងយើងសន្និដ្ឋានមកដូចនេះបាទដូចនេះតម្លៃម៉ាស៊ីនថតរូបនោះគឺបាទតម្លៃម៉ាស៊ីនថតរូបនោះគឺម៉ានគឺ$75បាទប៉ុណ្ណឹងក៏បានហើយបាទតម្លៃប៉ុណ្ណឹងអូខេ